កីឡាករនីមុតសមាបតីមកពីក្លឹបប្រដាល់នីក្រិចមានជ័យទទួលបានមេដាយប្រាក់ប៉ុណ្ណោះពីការប្រកួតកីឡាប្រដាល់សកលជ្រើសជើងឯកថ្នាក់ជាតិឆ្នាំ2025បន្ទាប់ពីនាងប្រកួតចាញ់កីឡាករនីរៀមច្បងវីស្រីស្រស់ក្នុងវគ្គផ្ដាច់ព្រាត់ដោយបោះបង់ការប្រកួតចោលត្រឹមទឹកទី2ទោះបីជានាងទទួលបានត្រឹមតែមេដាយប្រាក់មិនអាចឈានទៅសម្រេចបំណងឈ្នះមេដាយមាសជូនក្លឹបពីការប្រកួតប្រដាល់ជ្រើសជើងឯកថ្នាក់ជាតិនៅឡើយក្តីប៉ុន្តែកីឡាករនីវ័យ18ឆ្នាំរូបនេះនៅតែចិញ្ចឹមចិត្តមិនបោះបង់ហើយនៅតែបន្តខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមដណ្ដើមមេដាយមាសឲ្យបាននៅឆ្នាំក្រោយកីឡាករនីមកពីខេត្តតាកែវរូបនេះបានបញ្ជាក់ទៀតថាបរាជ័យនៅលើសង្វៀនប្រដាល់សកលនាពេលនេះមិនបានបញ្ឈប់ការតាំងចិត្តរបស់នាងដើរលើវិថីប្រដាល់សកលនោះទេពលបរាជ័យជាបទពិសោធន៍ដែលកាន់តែលើកទឹកចិត្តឲ្យនាងខិតខំតស៊ូហ្វឹកហាត់បន្ថែមទៀតដើម្បីទៅសម្រេចក្តីស្រមៃឈ្នះមេដាយមាសជូនក្លឹបនិងគ្រួសារនិងទទួលបានឱកាសឈានជើងឡើងដល់ការប្រកួតអន្តរជាតិនៅក្រៅប្រទេសនាពេលអនាគតផងដែរមានអារម្មណ៍យ៉ាងម៉េចដែរនៅពេលដែលយើងទទួលបានទៅថាអត់អីទេបងសប្បាយចិត្តនឹងទទួលដោយសារយើងប៉ះសើច្បងបងយើងដឹងពីសមត្ថភាពគាត់មកយូរហើយបាទហើយមិញនេះគឺមានគិតតានតឹងអីប៉ះសើច្បងតាមតឹងដែរបងដោយសារគាត់លឿនហ្មងគាត់លះគាត់ចេញចូលលះទៅយើងមករៀងវាថាមកក្រោយគាត់ឆាយើងមើលគាត់អត់តន់ទេមានតែពាក្យថាខំហាត់បន្តបងខំបន្តទៀតគេកាន់តែខ្លាំងយើងកាន់តែដឹងថាយើងនៅកម្រិតណាអញ្ចឹងហើយបើយើងប៉ះអ្នកខ្លាំងហើយយើងមើលពីកម្រិតខ្លួនឯងហើយយើងតកែការហាត់របស់យើងបាទហើយឃើញថាឥឡូវនេះយើងបានមានដៃប្រាក់យើងអត់ទាន់ដល់គោលដៅរបស់យើងទេចា៎ហើយយើងគិតខំសម្រួលបែបណាទៀតហើយនឹងមាននៅតែបន្តដើរលើវិស័យនឹងទៀតឬក៏យើងងាកទៅរកផ្សេងនៅបន្តបងនៅបន្តដូចដើមយើងអត់ងាកទៅណាទេដោយសារបើសិនជាយើងគិតថាមកប្រកួតលើវិស័យហ្នឹងយើងអត់បានមេដាយមាសទេយើងនឹងឈប់ហើយបើយើងទៅវិស័យផ្សេងក៏ដូចគ្នាបងគឺយើងអត់មានការអត់ធ្មត់ក្នុងវិស័យហ្នឹងទេគឺយើងយកមេដាយមាសបានទេបងមុននឹងជោគជ័យគឺតែជួបនៅភាពបរាជ័យមុនហើយបងអាចបងនៅឆ្នាំតទៅមុខទៀតដូចឆ្នាំ2026 2027អីទៀតបងយើងដោះខាត់សមត្ថភាពខ្លួនឯងសារថ្មីបងឲ្យពេលថា2026 2027លើសំណាងយើងបានមេដាយមាសអីចឹងណាបងយើងមើលអត់ឃើញអញ្ចឹងហើយយើងមានខំហាត់ទៅមុខទៀតគួរឲ្យដឹងដែរថាកីឡាករនីមុតសមាបតីជាកីឡាករនីប្រដាល់សកលមកពីក្លឹបនីក្រិចមានជ័យនាងជាកូនស្រីទោលក្នុងគ្រួសារមានស្រុកកំណើតស្ថិតនៅក្នុងស្រុកត្រាំកក់ខេត្តតាកែវមានវ័យ18ឆ្នាំជានិស្សិតឆ្នាំទី1មុនសមាបតីឈានជើងចូលប្រឡូកក្នុងវិស័យប្រដាល់សកលនាងបានចូលប្រឡូកក្នុងវិស័យកីឡាល្បុក្កតោបន្ទាប់មកវិវត្តទៅហាត់ប្រដាល់គុនខ្មែរហើយក៏ធ្លាប់ឡើងប្រកួតជើងឯកថ្នាក់ជាតិទាំងល្បុក្កតោនិងគុនខ្មែរប៉ុន្តែនាងធ្លាប់ឈ្នះបានត្រឹមតែមេដាយប្រាក់និងសំរឹទ្ធប៉ុណ្ណោះ